កូនបំឆ្លក់អាចស្រាលអាចធ្ងន់ងន់បើសិនជាឆ្លក់នឹងតាំងពីកណ្ដើតឆ្លក់រាល់ពេលបើឆ្លក់សឹងរាល់ថ្ងៃហើយមានបូកផ្សំជាមួយនឹងសញ្ញាគ្រោះថ្នាក់ដូចជាអត់ឡើងគីឡូឬក៏ចេញហត់ដោយសារឆ្លក់បែបហ្នឹងវាអាចជាសញ្ញាបង្ហាញថាអាចនឹងមានបញ្ហាក្អមមាត់បំពង់កឬក៏សរសៃប្រសាទនិងសាច់ដុំរបស់ពួកគាត់ហើយឆ្លក់អញ្ចឹងពេលដែលយូរទៅវានឹងទៅជារលាកសួតចេញហត់ដោយសារតែទឹកដោះដែលចូលក្នុងសួតហ្នឹងវាទៅជារលាកសាច់សួតហើយបើសិនទឹកដោះហ្នឹងវាច្រើនពេញវាអាចនឹងទៅស្ទះផ្លូវដង្ហើមចិត្តឈឹងហើយទៅជាស្វាយទៅជាអត់ដកដង្ហើមក៏មានហើយវាស្រាលបើសិនជាឆ្លក់ហ្នឹងមិនមែនរាល់ថ្ងៃទេយូរម្ដងហើយអត់មានសញ្ញាគ្រោះថ្នាក់ទេដោយសារអីដោយសារតែកូនដែលទៅបង្កើតហ្នឹងមានសាច់ដុំនិងប្រព័ន្ធប្រសាទមិនទាន់មានពេញលក្ខណៈទេចឹងហើយនៅពេលដែលគាត់បើអាចនឹងងាយឆ្លក់មែនទែនជាពិសេសនៅពេលដែលទឹកដោះហូរចេញមកច្រើនឬក៏បើនឹងរៀបស្មើពេកចឹងបើសិនជាកូនយើងឆ្លក់ដែរប៉ុន្តែមិនមែនរាល់ថ្ងៃហើយអត់មានសញ្ញាគ្រោះថ្នាក់ទេចឹងម៉ាក់អាចសាកល្បងច្របាច់ទឹកដោះចេញខ្លះឬក៏បូមចេញខ្លះបើសិនជាគិតថាគាត់ឆ្លក់ដោយសារតែទឹកដោះចេញច្រើនឬក៏ដូរក្បាលដោះបើសិនជាអូនបើ2ដងហើយរាល់ពេលបើចាំបាច់ត្រូវការដើរក្បាលគាត់ខ្ពស់ជាងខ្លួនជានិច្ចមួយទៀតកុំភ្លេចកុំឲ្យកូនយើងបើលើសពេកតែបើលើសពេកក៏ធ្វើឲ្យកូនយើងឆ្លក់ដែរចឹងនៅ